ដើមចេញពីសាច់រឿងដំបងរបស់យើងហ្នឹងគឺមានបីសាច់មួយចាប់កូនក្មេងយកទៅដាក់ក្នុងឡាងភ្នំហើយមានក្មេងស្រីម្នាក់ប៉ុន្តែនាងត្រូវតែជើងម្ខាងប៉ុណ្ណោះឃើញដូច្នោះហើយបីសាច់ក៏ព្យាយាមដួសទឹកមន្តស្រោចពីលើនាងបន្ថែមទៀតប៉ុន្តែនាងបានរត់គេចខ្លួនរហូតដល់បានចេញក្រៅអស់រយៈពេលច្រើនឆ្នាំកន្លងផុតទៅនាងក៏បានជួបបុរសម្នាក់ហើយនិយាយប្រាប់ពីដំណើររឿងដើមតងនៃមូលហេតុរឿងរ៉ាវទាំងអស់ប្រាប់ទៅបុរសនោះក៏នាំនាងទៅផ្ទះតែពេលទៅដល់ផ្ទះក៏មាននារីម្នាក់មកនិយាយប្រាប់ថានាងគឺជាបិសាចព្រោះជើងរបស់នាងម្ខាងមិនដូចជាមនុស្សទូទៅនោះទេអ្នកភូមិឃើញដូច្នោះក៏ដេញវាយអ្នកទាំងពីរក៏រត់ចូលមកក្នុងព្រៃហើយក៏មានកូនខ្លាឃ្មុំមួយបានស្គាល់កន្លែងទីតាំងដែលបិសាចចាប់ពួកគេយកទៅឃុំនៅទីនោះអ្នកទាំងពីរបានដើរតាមសត្វខ្លាឃ្មុំនៅតាមដងផ្លូវទៅកាន់ភ្នំមួយនោះក៏មានដើមឈើកាចសាហាវជាច្រើនគួរឲ្យខ្លាចខ្លាឃ្មុំក៏ព្យាយាមលោតទៅមុនបន្ទាប់មកបរោះម្នាក់នោះក៏លោតទៅតាមក្រោយពីឯនារីម្នាក់នោះរត់តាមក្រោយក៏ជាប់ជើងមកខាងបរោះនោះក៏ទៅទាញដៃតែទាញមិនរួចហើយក៏យកឈើមកគាស់ដើមឈើចេញរហូតដល់ជួយនាងបានបន្ទាប់មកពួកគេក៏បានបន្តដំណើរទៅមុខទៀតធ្វើដំណើរបណ្ដើរក៏បានដល់អាងភ្នំមួយក៏មានទឹកហូរចេញពីភ្នំជាច្រើនហើយពួកគេក៏បាននាំគ្នាឡើងទៅខាងលើបន្ទាប់មកខ្លាឃ្មុំក៏បឺតទឹកនៅក្នុងអាងភ្នំនោះទាល់តែអស់ហើយពួកគេក៏បានចុះដើរចូលទៅតាមរូបភ្នំមួយទៀតក៏មានភ្លើងឆាបចេញមកក្រៅហើយខ្លាឃ្មុំក៏បានព្រុសទឹកពន្លត់ភ្លើងរហូតទាល់តែភ្លើងនេះរលត់អស់បន្ទាប់មកពួកគេក៏នាំគ្នាដើរចូលទៅខាងក្នុងហើយក៏បានឃើញបិសាចកំពុងតែដេកលង់លក់យ៉ាងស្រួលបរិសនោះក៏ដើរលបចូលទៅលួចវែកវេទមន្តត្រៀមនឹងយកបានទៅហើយស្រាប់តែបិសាចដឹងខ្លួនក៏យកវែកបានមុនហើយក៏ដេញចាប់បរិសនោះដេញចាប់រហូតទាល់តែចាប់បាន